satu tiền đối bàn bằng hai cứ môn sân thượng tiền haiนี่จะมีទី1ដែលកន្លងមកពួកយើងបានបង្ហោះនៅមេទី2ទី3តែមុនសន្ធើបនេះយើងធ្លាប់មានកន្លងមកក៏បង្ហោះជាហោហានជានេះជាក្រុមជាមួយគ្នាមកសូមជម្រាបហើយក៏សូមសនំពោបងប្អូនកូនក្មួយកូនចៅទាំងអស់ដែលបានចូលមកទស្សនានៅក្នុងវីដេអូនេះកុំភ្លេចជួយ Subscribe ជួយ Share ម្នាក់មួយផងគណៈហើយសម្រាប់លោកគ្រូនិងគ្រូដែលចង់ជាក្បួនតម្រាសិទ្ធិកាតហរានិងក៏ដូចជាក្បួនយន្តផ្សេងនឹងក៏អាចទាក់ទងខ្ញុំមកណាខ្ញុំបានគណៈតាមរយៈលេខទូរស័ព្ទយើងដាក់មកហើយក៏ជាលេខ Telegram មកដែរចឹងទេគណៈទាក់ទងជាមួយនឹងខាងយួនឋានក៏មានក្បួនតម្រាយើងច្រើនដែរសម្រាប់ចែកជីវតែសរុបក្បួនទាំងអស់ក្បួនយួនឋានយើងមានតែ5ក្បាលទេសម្រាប់ចែកជីវហើយក្បួនគណៈហោរាក្បួនយន្តហ្នឹងគឺសរុបទៅវាមាន7ក្បាលព្រោះក្បួនហោរាយើងមាន2តម្រាគណៈមាន2តម្រានឹងទេក៏ជម្រាបពុនប៉ុណ្ណេះហើយក៏សូមសនំពោបងប្អូនកូនចៅដែលបានចូលទស្សនាកុំភ្លេចជួយ Subscribe ជួយ Share ម្នាក់មួយផងគណៈហើយសម្រាប់ការចែកម្លែករបស់យើងក៏បានយូរគ្រាន់ដែរប្រហែលខែហើយសម្រាប់ក្បួនឋានធំណាហើយក៏មិនមានក្បួនក្នុងការចែកម្លែកបន្តទៀតដែរណាយើងចាំសរុបប្រហែលក្បួនចុងក្រោយណាបង្ហាញណាទៅជាមួយគ្នានៅតម្រាធំមួយសរុបគណៈហើយសម្រាប់បងប្អូនកូនក្មួយដែលលោកជាអ្នករៀនអត្តហោរាក៏សូមអធិស្ឋានផងដែរព្រោះរយៈកាលវេលាប៉ុន្មានវេលានេះគឺជាប់រវល់ខ្លាំងទាក់ទងជាមួយនឹងការធ្វើរបស់របរសម្រាប់ការពារច្រើនចឹងទេក៏មិនសូវមានវេលាសម្រាប់ចែកម្លែកនៅវីដេអូចឹងទេក៏សូមអធិស្ឋានផងយើងសង្ឃឹមថារយៈកាលទៅមុខទៀតនឹងបន្ធូរបន្ថយនៃការទទួលធ្វើហើយយើងប្រឹងធ្វើវីដេអូដើម្បីពង្រឹងនៅសមត្ថភាពទៅលើផ្នែកហោរាក៏ដូចជាសារដើមនៅចម្ងល់មួយចំនួនទាក់ទងជាមួយនឹងការសិក្សារៀនសូត្រជាមួយនឹងបងប្អូននៅលោកខំប្រឹងប្រែងព្យាយាមជាមួយនឹងអត្តកណាចឹងទេរយៈកាលចុងក្រោយនឹងព្យាយាមតែមែនទែនចំពោះក្បួនតម្រាតៈក្បួនតម្រាតៈណាចឹងទេសម្រាប់កណាប្រមូលគាថានេះផងដែរក៏បានជម្រាបពីខាងដើមហើយក៏ដូចបានឃើញបង្ហាញជាក់ដែងស្រាប់គឺជាក្បួនមួនយួនសន្ធឹបកណាក្បួនមួនសន្ធឹបចឹងទេការកន្លងមកយើងបានចែកម្លែកជាមួនក្នុងជាក្រុមនោះមាន2ទៅហើយទី2និងទី3តែឥឡូវនេះជាមួនទី1ណាសូមបង្ហាញមួនទី1ទៅគណៈហើយជំរឿបន្តយើងក៏ព្យាយាមធ្វើជាវីដេអូទាក់ទងនឹងខាងអត្តហោរាណាបន្តដែរដើម្បីពង្រឹងសមត្ថភាព
កណាសមត្ថភាពសាដើមមកទៅយើងរយៈកាលនេះដូចជាឡើងតែអ្នករវល់แล้วก็มันបានបង្ហាញជម្រាបប្រាប់កូនសិស្សកូនក៏លោកឆាតមកសាកសួរនៅអំនោះក៏ច្រើនដែរកណាច្រើនដែរចឹងទេក៏សូមអធិស្ឋានណាអធិស្ឋានយើងនឹងព្យាយាមធ្វើឲ្យកាន់តែល្អជាងមុនណាតែអាស្រ័យទៅលើពេលវេលាដែរព្រោះធម្មតាយើងត្រូវការឡើងភ្នំចុះព្រៃអញ្ចឹងទៅណានឹងសូមជម្រាបអញ្ចឹងកណ្ដាលប្រមន់យើងនេះក៏ដូចជាសពមួយដងដែរគឺមានពីមុនដំបូងហើយសម្រាប់សូត្រសែបនិងកិច្ចកលធ្វើបែបណាបងប្អូនប្រហែលជាដឹងហើយទៅលើមេរៀនទី1កណាហើយតំណមក៏ធ្លាប់បានសិក្សារៀនសូត្រហើយអំពីតំណមណាតំណមរបស់យើងគឺយើងបានដឹងហើយណាសង្ឃឹមថាបងប្អូនណាកូនក្មួយទាំងអស់លោកបានយល់ពីតំណមក្នុងកិច្ចការនិសិក្សាសំខាន់បងប្អូនខ្លះលោកអត់ទាន់ដឹងអំពីការសិក្សារៀនសូត្រតែតំណមសាច់គោគាត់នៅតែណាគាត់នៅតែភាសានៅតែហូបអញ្ចឹងទេជាស្រ័យក៏បីថាបងប្អូនអាចសម្រាប់បានឬមួយក៏កាត់បន្ថយសាច់គោនេះគឺសូមកុំហូបអីសោះសូមជម្រាបអញ្ចឹងព្រោះកណាតំណមគ្រូសាច់គោដូចជាតឹងរឹងដែរណាតឹងរឹងដែរសាច់គោសាច់ឆ្កែនេះក៏ស្បាគ្នាដែរជំលោកឲ្យតមមិនឲ្យហូបតែធ្វើម៉េចបើយើងធ្លាប់ហូបកន្លងមកហើយក៏បន្តហូបទៅចុះប៉ុន្តែគាត់ថាបើយើងអាចកាត់បន្ថយបានអានឹងយើងកាត់បន្ថយឬឈប់ទៅណាពីព្រោះវាជារឿងល្អដែរសម្រាប់យើងនេះសិក្សាសម្រាប់យើងនេះសិក្សាចឹងសំខាន់ណាស់បើសិនជាអាចយើងកាត់បន្ថយទៅវាមានបានអីបានប្រយោជន៍ទេណាព្រោះយើងសិក្សាយើងចំណាយពេលវេលានិងមានសេចក្តីប្រាថ្នាថានឹងឲ្យបានល្អប្រសើរតែបើសិនជាយើងនៅតែឆ្ងាញ់នឹងរឿងចុងវាមិនសូវជាពេញចិត្តទេកណាហើយទំនោរផ្សេងទៀតក៏មានច្រើនទំនោរផ្សេងក៏មានច្រើនកណាចឹងទៅយើងនិសិក្សាតាមអាវ៉ាតគ្រូយើងកណាយើងគួរតែកាន់ដំណោមនឹងទើបបានវាល្អប្រសើរកណាហើយមួយទៀតតាក់ទងនឹងសិលសិក្ខាបទយើងគប្បីនឹងប្រកាន់ណាប្រកាន់យកឲ្យបានដើម្បីរក្សាបាននូវសិលល្អណាសិលល្អសម្រាប់តម្លើងឲ្យយើងរឹតរាសីយើងឲ្យបានខ្ពស់ណានឹងសូមជម្រាបអញ្ចឹងណាសូមជម្រាបអញ្ចឹងបើយើងមិនកាន់បានទេអានោះគឺវាអាចកាត់បន្ថយដែរពីព្រោះការកាន់ទំនោមនេះឯងវាជាគន្លឹះសំខាន់សម្រាប់អ្នករៀនអ្នកសិក្សាណាហើយប្រមូលយើងនេះក៏
tăng namo bay chopដូចគ្នាណានមោតស្សៈភិក្ខវៈតោរតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោរតោសម្មាសម្ពុទ្ធស្សៈអញ្ចឹងទៅគឺយើងសូត្រកណាអេវ៉ាំងរាជសីហោមហានាទាំងខ្លះមួនខ្លះលោកសូត្រមហានាថੰណាហ្នឹងគឺជាមួនដែលយើងបានឆ្លងកាត់គីឡូម៉ែត្រនឹងយើងបានជួបណាកណាសីហនាមីណាសីលតិជាងនាមរិជសីហោអធិរទ្ធីកណាសូមជម្រាបដៃនេះបន្តិចរទ្ធីនឹងរទ្ធីនេះមានខ្លះលោកសរសេរឬរិទ្ធណាឬរិទ្ធណាដូចជាឫស្សីណាឬយ៉ាងណាតែលោកសរសេររទ្ធីជាបែបបោចង្រោបោចង្ញោកណានឹងរិទ្ធដូចគ្នាបានដូចគ្នាក៏តែយើងសេរទ្ធីគឺភាគច្រើនយើងប្រើបែបចេះសូមជម្រាបណារទ្ធីពុទ្ធាំងធម្មសង្ឃាំងរក្សាកម្ចាត់សត្រូវអបរាយយ៉ាងកណានឹងគឺយើងដល់ឡៃអធិរទ្ធីនេះពុទ្ធាំងណារក្សាកម្ចាត់សត្រូវអបរាជាយ៉ាងធម្មយ៉ាងណារក្សាកម្ចាត់សត្រូវអបរាជយ៉ាងសង្ឃាំងរក្សាកម្ចាត់សត្រូវអបរាណាជាយ៉ាងតើចំណុចនេះបើសិនតែលោកដាក់ព្រួយមកខាងអធិរទ្ធីអញ្ចឹងយើងត្រូវយើងសូត្រថាអធិរទ្ធីពុទ្ធាំងរក្សាកម្ចាត់ណានឹងបើសិនតែគិតសរសេរថាពុទ្ធាំងធម្មយ៉ាងកដាលហើយសញ្ញាព្រួយមកសងខាងអានឹងឲ្យយើងយល់អំពីកណាអំពីបែបបទនៃមានប្រទាថាដែលឃើញលោកសរសេរក្នុងក្បួនកណាដែលមានសញ្ញាព្រួយសងខាងកណាអញ្ចឹងគឺយើងសូត្របែបដូចខ្ញុំជម្រាបមិញគឺអធិរទ្ធីពុទ្ធាំងអធិរទ្ធីធម្មអធិរទ្ធីសង្ឃាំងណាគឺ3ដងដូចគ្នាដូចពុទ្ធាំងរក្សាកម្ចាត់ណាសូមជម្រាបអញ្ចឹងតែបើសិនសញ្ញាព្រួយទៅតាមតែរក្សាកម្ចាត់សត្រូវអញ្ចឹងយើងសូត្រត្រឹមតែពុទ្ធាំងរក្សាកម្ចាត់សត្រូវអបរាជយ៉ាងធម្មរក្សាកម្ចាត់សត្រូវអបរាជយ៉ាងណាសង្ឃាំងរក្សាកម្ចាត់សត្រូវអបរាជយ៉ាងណាអញ្ចឹងទេបើសិនសញ្ញាព្រួយមកខាងត្រឡប់មកខាងអធិរទ្ធីដូចគ្នាហ្នឹងយើងសូត្រថាអធិរទ្ធីពុទ្ធាំងរក្សាកម្ចាត់សត្រូវអបរាជយ៉ាងអធិរទ្ធីធម្មរក្សាកម្ចាត់សត្រូវអបរាជយ៉ាងអធិរទ្ធីសង្ឃាំងរក្សាកម្ចាត់សត្រូវអបរាជយ៉ាងនឹងសូមជម្រាបអញ្ចឹងគណៈហើយមានអីទេទៀតមិនតែប៉ុណ្្នឹងទេហើយមុនលោកឲ្យសូត្រ47ចប់ណាសម្រាប់សូត្រសន្ធប់យើងដូចគ្នាគណៈចម្រើនហើយយើងសម្លុតយើងនិយាយណាកំហកឬមួយនិយាយឲ្យបរិវារក្រមអាវ៉ាត់យើងខ្លាចយើងបានណាគ្រប់យើងក៏ប៉ុន្តែយើងចង់និយាយថាចេះចង់និយាយថាពេលខ្លះការកោតសរសើរនិងការគោរពមើលម៉ាត់ចំពោះកូនចៅវាទៅតែយើងជាមេហ្នឹងវាច្បាស់លាស់គួរជាទីគោរពសម្រាប់គេបើន័យថាកោតខ្លាចដោយអំណាចចំណេះដឹងដោយអំណាចការមើលម៉ាត់ដោយអំណាចនៃសេចក្តីស្មោះត្រង់និងយកចិត្តទុកដាក់គួរជាមេគួរជាបាដកជាទីគោរពដែលគិតគូរអំពីកូនចៅមានទំនួលខុសត្រូវបីដូចជាមេមឿនបណ្ដាកូនណាចុងគេការគោរពហ្នឹងគឺមានពិតប្រាកដសម្រាប់កូនចៅក៏តែសម្រាប់មូលដ្ឋានអីវាជាផ្នែកមួយជួយពីក្រោយហ្នឹងទេអាហ្នឹងសូមជម្រាបអញ្ចឹងប៉ុន្តែអញ្ចឹងទេខ្ញុំក៏សូមបញ្ចប់តែប៉ុណ្ណេះហើយមុននឹងបញ្ចប់ក៏សូមសំណូមពរបងប្អូនកូនក្មួយកូនចៅទាំងអស់ហើយជួយ Subscribe ជួយ Share ម្នាក់មួយផងហើយសម្រាប់លោកគ្រូដែលចង់បានក្បួនតម្រាផ្សេងៗអាចតាក់ទងខ្ញុំបានតាមរយៈលេខទូរស័ព្ទ02339569ជាលេខ Telegram អាចតាក់ទងខ្ញុំបានណាហើយក៏សូមគោរពជូនពរបងប្អូនកូនក្មួយទាំងក្នុងស្រុកក្រៅស្រុកមិនថាពលករនៅខាងកូរ៉េណាគ្រប់បណ្ដាប្រទេសទាំងអស់បានជាសនុកសុខល្អសុខដីសុខដាសុខឈរសុខអង្គុយសុខគ្រប់ការសុខគ្រប់វេលាធ្វើដំណើរទីចិត្តទីឆ្ងាយក៏សូមគណៈបានសុខមិនថាទាំងការធ្វើដំណើរកំសាន្តក្តីជីវកម្មរស់ស៊ីក្តីក៏សូមឲ្យបានសុខចម្រើនសូមឲ្យយោមយកព្រះអរិយអ្នកតាទឹកថែរក្សាតាមដងផ្លូវតាមដងអូជ្រោះជ្រងចលងដងព្រៃភ្នំគ្រីបុព្វតាណាសាលាបរិពតហ្នឹងគឺជួយថែរក្សាបងប្អូនកម្ពុជាខ្មែរយើង
โดยจะบ่งប្អូនទាំងអស់ក្នុងសកលលោកដែលមានសច្ចៈទៀងត្រង់ហើយបានសុខគ្រប់ការសុខគ្រប់លាសុខដីសុខដាសុខឈរសុខអង្គុយខ្ញុំគណៈខ្ញុំសូមគោរពជម្រាបលានិងសូមក្រាបនមស្ការបញ្គុំលាគណៈសាធុ